ngày ní nè mình lao máu bộ cát ở rương sâu được bọc cônแต่nó cứ đòi xa tại chư chắp rương cô nó đăng ở đây mình đây rồng lốp chạy nè mình nó đặt cục nè cha vì ở bên đây chắp ở đây xem nâng vì mình cắp cha tôi giang na có ở đây xem mình phơi chẳng đây xem hiền ang cha xem hiền ang do chỉ vật từ này thắp ở đây xem mặt phơi chẳng tê chọc cục tơ pro ai bà con đây chán bàอย่างนี้ ta nợ pe đại squad ở đây trong nè nè mình ban đăng tê thắp ở vót quạt bị môn mau nâng thọp thưa ca rồng lốp mình sấy hỏi ban chọp pun từ này kia nâng rồi hồi tận đó đọc năm pe squad nó đăngแต่ก็thọp chắp lốp mình sấy bị môn mau đấy ខ្ញុំដឹងថាគាត់ធ្លាប់ប៉ុន្តែគេចោទប្រកាន់គាត់ទេអត់មានអ្នកណារកខុសត្រូវឲ្យគាត់ទេគោលបំណងមកនេះគឺចង់ឲ្យគេចាប់កូនអ្នកមីងនឹងដាក់គុកជាមួយប្តីហ្មងឲ្យគេចាប់ចោលវាធ្វើបាបខ្ញុំពេកអញ្ចឹងអ្នកមីងមកបញ្ជាក់ជាមួយអង្គភាពសារព័ត៌មានខ្ញុំទាំងយប់នេះគឺអ្នកមីងចង់បញ្ជាក់ថាប្តីចុងអ្នកមីងនឹងគឺមិនបានចាប់រំលោភទៅលើចៅស្រីអាយុ5ឆ្នាំរបស់អ្នកមីងទេចាអត់បានទេយ៉ាងណាក៏អត់បានដែរខ្ញុំសូមអះអាងថាខ្ញុំធានាដាក់ជីវិតគាត់មានពេលណាទៅចាប់រំលោភចៅហើយផ្លែឈើវិចម៉ូតូនោះយកមកឲ្យចៅស៊ីរាល់ថ្ងៃហ្នឹងចាហើយមើលអ្នកសារព័ត៌មានជួយអាណត្តិខ្ញុំផងហើយប្តីប្រពន្ធខ្ញុំរស់ស៊ីដោយអាលោកញីឈ្មោលខ្ញុំសូមឲ្យកូនបកើតនិងកូនប្រសាកុំចេះតែបំលើសពាក្យសម្ដីដែលគេមិនធ្វើឲ្យយកចាប់គ្នាដាក់ពន្ធនាគារអញ្ចឹងវាមិនត្រឹមត្រូវទេចាប់ដាក់ពន្ធនាគារហើយមកសារព័ត៌មានទៀតអត់ត្រឹមត្រូវទេឲ្យរងយកអភិបយុទ្ធធរណាបើប្តីអ្នកមីងក៏បានប្រព្រឹត្តហេតុអីបានសមត្ថកិច្ចកសាងសំណើងយកគាត់ទៅដាក់ពន្ធនាគារអ្នកមីងកូននោះហើយវាចេះតែថាទេម៉ែវាថាតាមម៉ែវាទាំងអស់យ៉ាងណាក៏វាថាតាមម៉ែវាដែរព្រោះអីវាបច្ចេះរួចអស់ហើយខ្ញុំដឹងវាបច្ចេះរួចអស់ហើយមីងច្បាស់ថាចៅរបស់អ្នកមីងហ្នឹងគឺគាត់ចេះតែនិយាយតាមម្ដាយរបស់គាត់ហ្នឹងហើយចេះតាមនិយាយតាមម្ដាយខ្ញុំអះអាងនៅមុខសារព័ត៌មានខ្ញុំសូមឲ្យកូនបកើតនិងកូនប្រសាកុំចេះតែបំលើសពាក្យសម្ដីដែលគេមិនធ្វើឲ្យយកចាប់គ្នាដាក់ពន្ធនាគារអញ្ចឹងវាមិនត្រឹមត្រូវទេចាប់ដាក់ពន្ធនាគារហើយមកសារព័ត៌មានទៀតអត់ត្រឹមត្រូវទេឲ្យរងយកអភិបយុទ្ធធរណាបើប្តីអ្នកមីងក៏បានប្រព្រឹត្តហេតុអីបានសមត្ថកិច្ចកសាងសំណើងយកគាត់ទៅដាក់ពន្ធនាគារអ្នកមីងកូននោះហើយវាចេះតែថាទេម៉ែវាថាតាមម៉ែវាទាំងអស់យ៉ាងណាក៏វាថាតាមម៉ែវាដែរព្រោះអីវាបច្ចេះរួចអស់ហើយខ្ញុំដឹងវាបច្ចេះរួចអស់ហើយមីងច្បាស់ថាចៅរបស់អ្នកមីងហ្នឹងគឺគាត់ចេះតែនិយាយតាមម្ដាយរបស់គាត់ហ្នឹងហើយចេះតាមនិយាយតាមម្ដាយខ្ញុំអះអាងនៅមុខសារព័ត៌មានឆ្នាំមុនណាបើសិនជាម្ដាយឪពុករបស់គេបានឃើញឲ្យគេប្តឹងអ្នកមីងអាហ្នឹងជារឿងអ្នកមីងទទួលខុសត្រូវខ្លួនឯងណាខ្ញុំទទួលខុសត្រូវដែលគាត់បានរំលោភទៅលើកូនស្រីរបស់គេហើយម្ដាយឪពុកគេប្តឹងហ្នឹងអ្នកមីងថាត្រូវគេចោទដោយរងភាពអយុត្តិធម៌ដែលប្តីអ្នកមីងហ្នឹងគឺមិនបានប្រព្រឹត្តតែបើសិនជាម្ដាយឪពុករបស់គាត់បានមើលក្នុងការផ្សាយព័ត៌មានរបស់ខ្ញុំនេះគាត់ធ្វើការប្តឹងអ្នកមីងទទួលខុសត្រូវខ្លួនឯងណាចាខ្ញុំទទួលខុសត្រូវយកខ្នងមកដាក់ដៃខ្ញុំមកសុខចិត្តទៅជាប់គុកមួយប្តីហ្មងជាប់គុកខ្ញុំសុខចិត្តជាប់គុកខ្ញុំរស់នៅធ្វើអីទៀតបើកូនដេរឆានយ៉ាងនេះប្រមាណកាយគោរពនិងជម្រាបសួរប្រិមិត្តដែលកំពុងតែទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុក្រោយពីម្ដាយក៏ដូចជាឪពុកដែលបានដឹកកូនស្រីមកពីខេត្តកំពង់ឆ្នាំងដោយបានធ្វើការអះអាងថាមានឪពុកចុងបានធ្វើការចាប់រំលោភទៅលើចៅបាទអាយុ5ឆ្នាំពេលនេះប្រិមិត្តបានឃើញហើយបាទម្ដាយរបស់ប្តីបាទដែលត្រូវជាយាយរបស់ក្មេងស្រីអាយុ5ឆ្នាំដែលត្រូវបានប្តីចុងរបស់គាត់បានធ្វើការរំលោភនឹងគឺគាត់បានចេញមកធ្វើការបកស្រាយនៅរឿងរ៉ាវការចោទប្រកាន់របស់កូនប្រុសកូនស្រីរបស់គាត់ដែលបានចោទប្រកាន់ទៅលើប្តីចុងរបស់គាត់នឹងថាបានធ្វើសកម្មភាពរំលោភទៅលើចៅស្រីអាយុ5ឆ្នាំមកលោកយាយជំរាបសួរចាជំរាបសួរសារព័ត៌មានខ្ញុំចង់មកបកស្រាយពីរឿងកូនវាថាប្តីខ្ញុំនឹងចាប់រំលោភកូនវាអញ្ចឹងឥឡូវខ្ញុំសូមបកស្រាយសារព័ត៌មានថាមិនពិតទេរឿងហ្នឹងមិនពិតទេព្រោះប្តីខ្ញុំព្រឹកឡើងគាត់ទៅធ្វើការហើយម៉ោង6បានគាត់ចេញមកហ្នឹងហើយប្តីចុងរបស់លោកយាយដែលបានស្គាល់គ្នាហ្នឹងតើស្គាល់គ្នារយៈពេលប្រមាណឆ្នាំដែរបានរស់នៅជាមួយគ្នាប្រមាណឆ្នាំដែរបាន2ឆ្នាំរស់នៅជាមួយគ្នាបាន2ឆ្នាំទើបតែស្គាល់គ្នាបាន2ឆ្នាំរស់នៅជាមួយគ្នាបាន2ឆ្នាំទេបាន2ឆ្នាំប្តីចុងរបស់លោកយាយហ្នឹងមានឈ្មោះអីដែរនុយស្តុកបាទ
អ្នកមីងអាចរៀបរាប់បានទេនៅដំណើរដើមតងតើនៅពេលដែលស្គាល់ប្តីចុងហ្នឹងអ្នកមីងបានដឹងទេថាប្រវត្តិគាត់ពីមុនមកហ្នឹងធ្លាប់ធ្វើការរំលោភក្មេងស្រីហើយបានជាប់ពន្ធនាគារហ្នឹងរហូតដល់17ឆ្នាំដែលគាត់បានជាប់នៅក្នុងពន្ធនាគារហើយមិនបានស្គាល់គ្នាឲ្យពេលស្គាល់ហ្នឹងដឹងតែគាត់ធ្លាប់ចាប់រំលោភក្មេងស្រីពីមុនមកទេខ្ញុំដឹងថាគាត់ធ្លាប់ប៉ុន្តែគេចោទប្រកាន់គាត់ទេអត់មានអ្នកណារកខុសត្រូវឲ្យគាត់ទេចាដឹងពេលដែលសមត្ថកិច្ចចាប់ឃុំខ្លួនគាត់រយៈពេលដឹងតាំងពីដែលបានខ្ញុំថ្មីពេលដែលបានគ្នាថ្មីហ្នឹងអ្នកមីងក៏ដឹងថាប្តីហ្នឹងក៏ធ្លាប់រំលោភក្មេងហើយត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅក្នុងគុកហ្នឹងរយៈពេល10ឆ្នាំរួចម្ដងដែរដឹងប៉ុន្តែដល់ពេលគេទៅពិនិត្យគេសុំប្រកូននឹងពិនិត្យម្នាក់ស្រីនឹងយកប្រវួងទៅគ្នាពីបណ្ដឹងនៅនឹងទៅអ្នកមីងអាចរៀបរាប់បានទេតើពីមុនមកហ្នឹងប្តីអ្នកមីងហ្នឹងធ្លាប់ត្រូវបានសមត្ថកិច្ចចាប់គាត់ខ្លួនពាក់ព័ន្ធនឹងរឿងរំលោភក្មេងហ្នឹងតើករណីហ្នឹងកើតឡើងនៅក្នុងខេត្តណាដែរខេត្តកំពង់ឆ្នាំងដែរនៅក្នុងកំពង់ឆ្នាំងហ្នឹងដែរចាអញ្ចឹងប្តីអ្នកមីងហ្នឹងគឺរឿងពីមុនហ្នឹងទើបតែចេញពីពន្ធនាគារបាន2ឆ្នាំមកនៅមួយអ្នកមីងហ្នឹងក៏រំលោភចៅអ្នកមីងទៀតនឹងឲ្យ2ឆ្នាំបាទចុះឥឡូវនេះអ្នកមីងចេញមកធ្វើការបកស្រាយនឹងកាន់ជើងទៅលើប្តីចុងអ្នកមីងហ្នឹងក្រោយពីត្រូវបានកូនចោទប្រកាន់ហ្នឹងអ្នកមីងចង់ធ្វើការបកស្រាយរឿងអីខ្លះអ្នកមីងខ្ញុំចង់បកស្រាយពីរឿងដែលវាចោទប្រកាន់ខុសការពិតចាខុសការពិតព្រោះអីប្តីខ្ញុំនៅជាមួយខ្ញុំរហូតតាំងពីថ្ងៃខ្ញុំគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី14មកប្តីខ្ញុំអត់មានទៅណាឆ្ងាយពីខ្ញុំទេសុំច្បាប់គេ10ថ្ងៃនៅក្នុងរោងចក្រចាដល់ពេលចេញទៅធ្វើការចំនួនបាន2ថ្ងៃខ្ញុំក៏ទេទៅប្តីថាឯងសុំគេចេញម៉ោង4មកខ្ញុំអត់ស្រួលទេខ្ញុំគ្រោះថ្នាក់ចរាចរណ៍ខ្ញុំដឹកធ្វើអីអត់កើតទាំងអស់ដល់ពេលហ្នឹងគាត់ចេញមកក៏ខ្ញុំឯងទេសួរថាឯងក៏ឯងក្រមកដល់ហ្នឹងម៉ោងប៉ុណ្្នឹងហើយថាឯងបលិសមកចាប់ខ្ញុំនឹងមានរឿងអីទេទៅបំភ្លឺរហូតដល់ម៉ោង7:78បានគាត់មកប្រាប់ខ្ញុំទេមកប្រាប់ថាឯងអើយគេឃុំខ្លួនខ្ញុំមួយយប់ក៏ខ្ញុំភ្ញាក់បើថាឯងមានរឿងអីខ្ញុំសួរអញ្ចឹងដល់ខ្ញុំឆោឡោទៅហ្មងទៅថាកូនឯងប្តឹងពីបទលេងកដួយមីកម៉ៃថាអញ្ចឹងអ្នកមីងគុំនិយាយភាសាអស្រួលអញ្ចឹងពេកណាអ្នកមីងណាបើគាត់ប្រាប់ខ្ញុំអញ្ចឹងបាទចាធ្វើប្រដាប់ភេទទៅអ្នកមីងចាហ្នឹងហើយចាដល់ពេលខ្ញុំថាមិនបានអញ្ចឹងឯងដល់ពេលចុះឡើងខ្ញុំថាចាំមើលព្រឹកខ្ញុំទៅដល់គេឃើញកូនភាសាហើយនឹងកូនបកើតនេះទៅកន្លែងប៉ូលីសហ្នឹងអ្នកមីងមកដល់អង្គភាពព័ត៌មានវិទ្យុខ្ញុំទាំងយប់ហ្នឹងចង់ធ្វើការបកស្រាយនៅរឿងរ៉ាវពីករណីដែលកូនអ្នកមីងចោទប្រកាន់បកស្រាយករណីទី1ហ្នឹងរឿងអីដែរអ្នកមីងបកស្រាយទី1ខ្ញុំនិយាយពីរឿងធារាត្មងកូនខ្ញុំត្មងទី1កូននេះញ៉ាប៉ូលីសចង់ចាប់តាំងពីយូរហើយដោយសារអីដោយសារវាធាក់ខ្ញុំធ្លាក់ពីលើកម្មចដៅ7កម្មខ្ញុំអត់ដែរនិយាយទេខ្ញុំទៅនិយាយអីអ្នកមីងទើបតែនិយាយពេលដែលកូនឡើងមកលាតត្រដាងរឿងប្តីចុងអ្នកមីងហ្នឹងធ្វើការរំលោភចៅហើយក្រោយមកទៀតធាតនិយាយចង់ឲ្យគេចាប់កូនដាក់គុកវិញខ្ញុំមិនថានេះខាងសារព័ត៌មានតែខ្ញុំចង់រៀបរាប់តាំងពីដើមតងដង្ហើមមកអញ្ចឹងរឿងហ្នឹងអ្នកមីងលាក់ទុកក្នុងចិត្តរយៈពេលប្រហែលឆ្នាំហើយរឿងកូនធាក់ធ្លាក់ពីលើផ្ទះហ្នឹងតាំងពី2018តាំងពី2018ទើបតែមកចង់លាតត្រដាងនៅពេលដែលប្តីត្រូវបានកូនប្តឹងដាក់គុកហើយមានរឿងទៀតក្រោយមកវានៅគេចាប់នៅស្ទឹងមានជ័យចាប់រឿងអីដែរអ្នកមីងខុសច្បាប់គ្រឿងញៀនអញ្ចឹងមានន័យថារឿងហ្នឹងគេចាប់គ្រឿងញៀននៅស្ទឹងមានជ័យហ្នឹងនៅក្នុងឆ្នាំណាដែរនៅនិយាយទៅ2025 2025ចឹងអ្នកមីងឡើងមកបកអាក្រាតរឿងអាស្រូវរបស់កូននៅក្នុងឆ្នាំ2026នេះនៅពេលដែលគេចាប់ប្តីចុងអ្នកមីងដាក់គុកចាខ្ញុំបកទាំងអស់ព្រោះឲ្យខ្ញុំអត់ຕົកទេព្រោះធីរ៉ាហេតុអីបានធ្វើការបកអាក្រាតរឿងកូនចឹងអ្នកមីងធ្វើបាបខ្ញុំពេកធីរ៉ាវាច្រើនដងណាស់ហើយបាទធ្វើបាបអ្នកមីងដោយសារតែគាត់ប្តឹងប្តីចុងអ្នកមីងដាក់គុកប្តឹងប្តីចុងនឹងដាក់គុកហើយធ្វើបាបខ្ញុំក្រុមគ្រាចិត្តនឹងទៀតចាវាធ្វើបាបទី1ទិញម៉ូតូបងមលួសអាវៈមុនគេចាប់គ្រឿងនឹងញៀននឹងឯងបាត់ទៅចាទី2ទិញបងមលួសទៀតដាក់ឈ្មោះណយសុកនេះឈ្មោះណយសុកអាចុងក្រោយហ្នឹងណាឈ្មោះណយសុកដល់ពេលវាជិះទៅកំរិញគេចាប់ទៀតមិនដឹងថាបត់អីទេនៅអ៊ីកំរិញ017ខ្ញុំអត់ដឹងថាបត់អីទេហើយឈ្មោះណយសុកដើម្បីមកផ្សាយព័ត៌មានហ្នឹងដើម្បីចាប់ពូសុកញាត់គុកហ្នឹងដោយសារទី1វាអត់មានលុយបងម៉ូតូក្រុមហ៊ុនគេទៅទាពូសុកហ្នឹងណាគេមីងប្តីចុងអ៊ីហ្នឹងចាហ្នឹងហើយអញ្ចឹងឈ្មោះណយសុកអ្នកទិញឲ្យវាជី
ខ្ញុំអ្នកធានាអញ្ចឹងដល់ទី1វាអត់បងទេរាល់ខែហ្នឹងវាបងដល់ថ្ងៃទី11បានវាបងប៉ុន្តែដល់ពេលឥឡូវហ្នឹងគេចាប់នៅកំរិញណោះគេចាប់នៅកំរិញកំពង់ធំមកមិនដឹងមីងមុខដូចអត់មានឃើញរបួសអីក្នុងធ្ងន់បិទអាចេកហ្នឹងទេរបួសដេ3ធ្នេបាទជារអ្នកមីងឲ្យមើលអ្នកបកអាចេកហ្នឹងចេញមកអ្នកមីងមើលទៅដូចជារជីហើយអូជារអ្នកមីងទៅបិទអាចេកហ្នឹងទៅអីធ្វើវាបាត់ស្នាមអូបិទទៅបាត់ស្នាមណែអីណាហ្នឹងហើយបាត់មើលទៅឃើញបាត់ស្នាមហ៎បិទទៅអីបាត់ស្នាមហើយទី1វាទៅកាប់អាចដូនមួយអីហ្នឹង5-15ធ្នេនៅកាឡាម៉ែតនេះដល់ពេលអញ្ចឹងអាបងហ្នឹងថាកុំឲ្យចាប់នាំតែមីងយំទេអ្នកមីងឡើងមកបកអាក្រាតរឿងអាស្រូវរបស់កូនទាំងអស់ហ្នឹងគឺដោយសារតែឈឺចាប់រឿងកូនហ្នឹងប្តឹងប្តីមីងដែលរំលោភចៅអ្នកមីងហ្នឹងដាក់គុកហ្នឹងចាហើយម្យ៉ាងទៀតប្តីខ្ញុំធ្វើការសប្ងៃយកលុយបង់ធនាគារដែលយកលុយធនាគារហ្នឹងទៅដោះវានៅស្ទឹងមានជ័យចា$1000ហ្នឹងដោះគេរហូតមកចាចុះឥឡូវហ្នឹងរឿងទី2ដែលអ្នកមីងចង់ធ្វើការបកស្រាយនិងបកអាក្រាតកូនហ្នឹងរឿងអីដែរអ្នកមីងនិយាយទៅរឿងវាចាប់ឲ្យប៉ូលីសចាប់ប្តីខ្ញុំហ្នឹងវាមិនការពិតថ្ងៃណាដែលកូនអ្នកមីងហ្នឹងប្តឹងចាប់ប្តីអ្នកមីងដែលអ្នកមីងថាមិនការពិតហ្នឹងថ្ងៃទី23មិនបានអ្នកមីងដឹងថាមិនការពិតខ្ញុំប្តីខ្ញុំនៅជាមួយខ្ញុំព្រោះថ្ងៃខ្ញុំឈឺឡើយគ្រូសាស្ត្រចរាចរណ៍ពីថ្ងៃទី14ចាទី14ដល់ពេលគាត់នៅថែខ្ញុំ10ថ្ងៃគាត់ទៅចេញទៅធ្វើការទេចេញទៅការបាន2ថ្ងៃបានគេចាប់ហ្នឹងចាអញ្ចឹងអ្នកមីងមកបញ្ជាក់ជាមួយអង្គភាពសារព័ត៌មានខ្ញុំទាំងយប់នេះគឺអ្នកមីងចង់បញ្ជាក់ថាប្តីចុងអ្នកមីងហ្នឹងគឺមិនបានចាប់រំលោភទៅលើចៅស្រីអាយុ5ឆ្នាំរបស់អ្នកមីងទេចាអត់ទេអត់បានទេយ៉ាងណាក៏អត់បានដែរខ្ញុំសូមអះអាងថាខ្ញុំធានាដាក់ជីវិតមូលហេតុអីដែលអ្នកមីងអះអាងរហូតតតែយកជីវិតមកធានាមូលហេតុអីបើគាត់ធ្វើការរោងចក្រយកលុយឲ្យខ្ញុំបងធនាគារហើយម្យ៉ាងទៀតគាត់មានពេលណាទៅចាប់រំលោភចៅហើយផ្លែឈើវិចម៉ូតូនោះយកមកឲ្យចៅស៊ីរាល់ថ្ងៃហ្នឹងចាហើយមើលអ្នកសារព័ត៌មានជួយអាណិតខ្ញុំផងហើយប្តីប្រពន្ធខ្ញុំរស់ស៊ីដោយអាលោកញីឈ្មោលចាទាំងពីរនាក់ហ្នឹងហើយចិញ្ចឹមចៅរយៈពេល13ខែហើយហ្នឹងហើយតាំងពីម្ដាយខ្ញុំស្លាប់មកគាត់ក៏ខ្ញុំមិននឹកឃើញថាកូនអស់ទីពឹងក៏ខ្ញុំយកមករកការងារនៅកំពង់ឆ្នាំងហ្នឹងទៅព្រោះការងាររោងចក្រហ្នឹងហើយបើតាមកូនស្រីអ្នកមីងបានប្រាប់ខ្ញុំជាមួយនឹងកូនប្រុសបកើតរបស់អ្នកមីងគាត់បានប្រាប់ថារឿងរ៉ាវហ្នឹងគឺកើតឡើងតាំងពីថ្ងៃទី5នៅក្នុងខែកក្កដាហ្នឹងដែលប្តីរបស់អ្នកមីងហ្នឹងបានធ្វើការរំលោភក៏ដូចជាបៀតបៀនទៅលើរាងកាយរបស់កូនស្រីរបស់គាត់ដែលមានអាយុ5ឆ្នាំហ្នឹងហើយថ្ងៃទី20ម៉ានហ្នឹងប្តីអ្នកមីងហ្នឹងក៏បានឡើងទៅបន្ទប់គាត់ទៀតទៅសួររកកូនស្រីរបស់គាត់ថានៅណាអីនៅណាទើបគាត់មានការសង្ស័យហើយក៏ធ្វើការសួរទៅលើកូនស្រីរបស់គាត់ទើបកូនស្រីរបស់គាត់បានរៀបរាប់ថាតាចុងហ្នឹងគឺបានធ្វើសកម្មភាពបៀតបៀនបាទនិងធ្វើការប៉ុនប៉ងរំលោភទៅលើរាងកាយរបស់គាត់អ្នកមីងបានស្ដាប់ហើយកូនស្រីអ្នកមីងគាត់បានរៀបរាប់នៅក្នុងអង្គភាពព័ត៌មានវិទ្យុរបស់ខ្ញុំបានស្ដាប់ហើយបានខ្ញុំឈឺចាប់ហ្នឹងបានខ្ញុំឡើងមកហ្នឹងឈឺចាប់រឿងអីដែរអ្នកមីងហើយមិនការពិតផងមិនបានចេះតែនិយាយបាទចាមិនការពិតផងមិនបានចេះតែនិយាយហើយវាថាខ្ញុំហ្នឹងទៅគម្រាមវាថ្ងៃនោះខ្ញុំទៅសួរវាដោយត្រង់ទេខ្ញុំថាកូនអេងម៉ែអេងកូនអេងទេដកពាក្យបណ្ដឹងវិញទៅកូនអេងធ្វើអីអញ្ចឹងវាថាមិនដកទេយ៉ាងណាក៏វាមិនដកដែរអញ្ចឹងគាត់ដកយ៉ាងម៉េចអ្នកមីងបើប្តីចុងអ្នកមីងហ្នឹងធ្វើសកម្មភាពបៀតបៀនទៅលើកូនស្រីបកើតរបស់គាត់ចឹងអ្នកមីងជាយាយអត់មានអារម្មណ៍ឈឺចាប់ខ្លះទេនៅពេលដែលឮដំណឹងថាប្តីចុងខ្លួនឯងហ្នឹងបានទៅធ្វើសកម្មភាពបៀតបៀនទៅលើចៅស្រីបកើតខ្លួនឯងដែលទើបតែមានអាយុ15ឆ្នាំអ្នកមីងអីគេដែលទើបតែមានអាយុ5ឆ្នាំអត់ការពិតខ្ញុំថាអត់ការពិតយ៉ាងណាក៏អត់ការពិតដែរអត់ការពិតទេមិនបានអ្នកមីងដឹងថាអត់ការពិតខ្ញុំអះអាងថាមិនការពិតនេះជាកូនប្រសមូលប្រកាច់ចំណុចថាមេក្មេងនឹងវាអត់មានកើតអីផងអត់មានកើតអីទេចាមានកើតអីទេមើលមានកើតអីទាំងអស់ចាហើយស្នងការក៏ប្រាប់ខ្ញុំថាបើសិនជាប្តីហែងស្អាតស្អំខ្ញុំនឹងដោះលែងប៉ុន្តែគេពិនិត្យទៅអត់មានឃើញអីទេគេប្រាប់អញ្ចឹងថាអត់មានឃើញអីទេអ្នកមីងត្រូវយល់ករណីមាន2ប្តីអ្នកមីងរំលោភអានឹងអាចក្មេងគាត់មានបញ្ហាតែបើសិនជាបៀតបៀនបាទដោយការរៀបរាប់របស់កូនស្រីអ្នកមីងបានស្ដាប់អត់កូនស្រីអ្នកមីងគាត់បាននិយាយឲ្យចុះប្តីអ្នកមីងគាត់បានប្រាប់អ្នកមីងថាម៉េច
ពេលដែលសមត្ថកិច្ចខាត់ខ្លួននឹងកូនអ្នកមីងប្តឹងពីបទអី ពីបទភាពសន្តិវៈ ប្តឹងពីបទអី បទភាពសន្តិវៈលំលោភ រំលោភ ចា យកអីគេខ្លះ យក សកម្មភាពយ៉ាងម៉េចខ្លះ យកប្រដាប់ភេទ បាទ ហ្នឹងហើយប្តឹងអញ្ចឹង បាទ មិនពិតទេរឿងនេះមិនពិតទេគ្មានអយុត្តិធម៌សម្រាប់ប្តីប្រពន្ធខ្ញុំទេយកអយុត្តិធម៌សម្រាប់ប្តីប្រពន្ធខ្ញុំផង ឥឡូវអ្នកមីងមានអីសំណុំពរទៅខាងសមត្ថកិច្ចក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងទស្សនាទេ ខ្ញុំសំណូមពរថាឲ្យរកយុត្តិធម៌សម្រាប់ប្តីប្រពន្ធខ្ញុំទាំងពីរនាក់នឹងផងបើមិនពិតផងមិនបានទៅអញ្ចឹងបើសិនជាប្តីខ្ញុំធ្វើបាបកូនក្មេងនឹងមែនណាប្តីកូននឹងវានេះបាត់ទៅហើយហេតុអីក៏គ្មានផោះតាងផងមកប្រាប់ខ្ញុំថាអញ្ចឹងអីខ្ញុំទទួលយកមិនបាន អ្នកមីងសុកចិត្តជីឡានឈ្នួលពីខេត្តកំពង់ឆ្នាំងដើម្បីឡើងមកស្នាក់ការអង្គភាពព័ត៌មានខ្ញុំទាំងយប់ឡើងតាំងពីម៉ោងប៉ុន្មានមកដែរអ្នកមីង ខ្ញុំមកតាំងពីម៉ោង7 តាំងម៉ោង7ព្រឹក អត់ទេ7ល្ងាច 7យប់ហ៎ ចា អូអញ្ចឹងអ្នកមីងមកអង្គុយចាំខ្ញុំយូរហើយ ចាំយូរហ៎ បាទមកហ្នឹងដើម្បីលៀងភាពស្អាតស្អំឲ្យប្តីចុងអ្នកមីងហ្នឹងហ្មង ខ្ញុំអត់មានពាក់ព័ន្ធអីទេប្តីខ្ញុំអត់មានពាក់ព័ន្ធទេស្អាតស្អំណាស់ប្តីខ្ញុំអត់មានពាក់ព័ន្ធទេមិនមែនថាខ្ញុំនឹងស្រឡាញ់តែប្តីភ្លេចចៅទេព្រោះអីគ្នាធ្វើការរោងចក្ររាល់ថ្ងៃ ចុះឥឡូវអ្នកមីងមានអីនិយាយទៅកាន់កូនបកើតអ្នកមីងហ៎ទាំងកូនប្រុសទាំងកូនប្រសាហ្នឹង ខ្ញុំមាន បាទមានអីនិយាយទៅគាត់ទេ ខ្ញុំសូមឲ្យកូនបកើតនិងកូនប្រសាកុំចេះតែបំលើសពាក្យសម្ដីដែលគេមិនធ្វើឲ្យយកចាប់គ្នាដាក់ពន្ធនាគារអញ្ចឹងវាមិនត្រឹមត្រូវទេចាប់ដាក់ពន្ធនាគារហើយមកសាយធ្វើសារព័ត៌មានទៀតអត់ត្រឹមត្រូវទេឲ្យរងយកអភិបយុទ្ធធរណា បើប្តីអ្នកមីងក៏បានប្រព្រឹត្តហេតុអីបានសមត្ថកិច្ចកសាងស្នើមឿងយកគាត់ទៅដាក់ពន្ធនាគារអ្នកមីង កូននោះហើយវាចេះតែថាទេម៉ែវាថាតាមម៉ែវាទាំងអស់យ៉ាងណាក៏វាថាតាមម៉ែវាដែរព្រោះវាបច្ចេករួចអស់ហើយខ្ញុំដឹងវាបច្ចេករួចអស់ហើយ អ្នកមីងច្បាស់ហើយថាចៅរបស់អ្នកមីងហ្នឹងគឺគាត់ចេះតែនិយាយតាមម្ដាយរបស់គាត់ ហ្នឹងហើយចេះតាមនិយាយតាមម្ដាយខ្ញុំអះអាងនៅមុខសារព័ត៌មានចាប៉ុន្តែនេះខ្ញុំចង់មកប្រាប់សារព័ត៌មានថាវាមិនពិតទេព្រោះអីប្តីខ្ញុំគាត់ធ្វើការរោងចក្ររាល់ថ្ងៃហើយ ខ្ញុំសូមបញ្ជាក់អ្នកមីងណាអ្នកមីងកំពុងតែនិយាយមួយខ្ញុំនេះគឺមានមនុស្សមើលរាប់សិបម៉ឺននាក់បើសិនជាពាក្យសម្ដីដែលអ្នកមីងនិយាយដោយពាក្យសម្ដីមិញពាក់ព័ន្ធជាមួយនឹងរឿងដែលគាត់រំលោភក្មេងកាលពី10ឆ្នាំមុនណាបើសិនជាម្ដាយឪពុករបស់គេបានឃើញឲ្យគេប្តឹងអ្នកមីងអានឹងជារឿងអ្នកមីងទទួលខុសត្រូវខ្លួនឯងណា ខ្ញុំទទួលខុសត្រូវ ដែលគាត់បានរំលោភទៅលើកូនស្រីរបស់គេហើយម្ដាយឪពុកគេប្តឹងនឹងអ្នកមីងថាត្រូវគេចោទដោយរងភាពអយុត្តិធម៌ដែលប្តីអ្នកមីងហ្នឹងគឺមិនបានប្រព្រឹត្តតែបើសិនជាម្ដាយឪពុករបស់គាត់បានមើលក្នុងការផ្សាយព័ត៌មានរបស់ខ្ញុំនេះគាត់ធ្វើការប្តឹងអ្នកមីងទទួលខុសត្រូវខ្លួនឯងណា ចាខ្ញុំទទួលខុសត្រូវយកខ្នោះមកដាក់ដៃខ្ញុំមក សុកចិត្តទៅជាប់គុកមួយប្តីហ្មង ជាប់គុកខ្ញុំសុកចិត្តជាប់គុកខ្ញុំរស់នៅធ្វើអីទៀតបើកូនដេរឆានយ៉ាងនេះខ្ញុំដឹងហើយបងគាត់ថា មីងដាក់ច្បាក់ជើងមួយគាត់មិនបានដឹងថាគាត់មិនបានប្រព្រឹត្តរឿងទាំងអស់ហ្នឹង ខ្ញុំអត់ដាក់ច្បាក់ជើងទេព្រោះប្តីខ្ញុំទៅធ្វើការបាត់ចៅនោះយប់ឡើងទៅនៅជាមួយម៉ែវាទេថ្ងៃឡើងនៅ ខ្ញុំអត់ជឿអ្នកមីងទេអ្នកមីងសូម្បីតែរឿង10ឆ្នាំមុនណាដែលសមត្ថកិច្ចគេចាប់ប្តីមីងយកទៅដាក់ពន្ធនាគារពាក់ព័ន្ធនឹងរឿងរំលោភក្មេងក៏អ្នកមីងហ៊ានអះអាងថាប្តីអ្នកមីងមិនបានប្រព្រឹត្តចំណុចហ្នឹងណាដែលអ្នកមីងធ្វើឲ្យមហាជនគេមិនជឿអ្នកមីងទេគ្រប់ការបកស្រាយរបស់អ្នកមីង10ឆ្នាំមុនដែលអ្នកមីងមិនបានរស់នៅជាមួយគាត់មិនបាននៅផ្ទះជាមួយគាត់មិនបានរួមរស់នៅជាមួយគាត់ក៏អ្នកមីងហ៊ានអះអាងថាគាត់មិនបានទៅរំលោភក្មេងចោះតម្រាំរឿងនេះអ្នកមីងនឹងហ៊ានអះអាងកម្រិតណាខ្ញុំអត់យល់ចំណុចហ្នឹងសូម្បីតែរឿងដែលអ្នកមីងអត់បានស្ថិតនៅក្នុងហេតុការណ៍ហ្នឹងក៏អ្នកមីងហ៊ានទទួលការជាប់គុកជាមួយនឹងប្តីដែរ ខ្ញុំសូមប្រាប់សារព័ត៌មានថា17ឆ្នាំមុនណារឿងគេចោទគាត់អានឹងខ្ញុំឪពុកម្ដាយគាត់និយាយប្រាប់ខ្ញុំអញ្ចឹងថាគេចោទគាត់ទេបោករំលោភហ្នឹងប៉ុន្តែនេះស្ថិតនៅជាមួយខ្ញុំណាស្ថិតនៅជាមួយខ្ញុំមិនពិតទេសារព័ត៌មានយ៉ាងណាក៏មិនពិតដែរអត់ពិតទេ ខ្ញុំលើកដៃសាពះអ្នកមីងខ្ញុំនិយាយការពិតណាអ្នកមីងក្នុងជីវិតរបស់ខ្ញុំនេះជាលើកទី1 ចា ដែលខ្ញុំកាន់ក្បាលមេក្រូផ្សាយពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវដែលម្ដាយខ្លួនឯងមកលាតត្រដាងនៅរឿងអាស្រូវរបស់កូនដើម្បីឲ្យសមត្ថកិច្ចយកកូនទៅដាក់គុកហើយការពារប្តីក្រោយរបស់ខ្លួនឯងដែលបានប្រព្រឹត្តទង្វើមិនគប្បីទៅលើចៅស្រីរបស់ខ្លួនឯងនេះជាលើកទី1ដែលខ្ញុំកាន់ក្បាលមេក្រូសម្ភារអ្នកមីងខ្ញុំមិនដែលឃើញទោះបីជាកូនអាក្រក់ប៉ុណ្ណាក៏ដោយក៏ម្ដាយនៅតែព្យាយាមបិទ
បាំងរឿងអាក្រក់របស់កូនតែនេះជាលើកទី1ដែលខ្ញុំឃើញអ្នកមីងព្យាយាមលាតត្រដាងនៅរឿងអាក្រក់របស់កូនដែលតាំងពី2018 2025ដើម្បីយកមកលាតត្រដាងក្នុងឆ្នាំ2026ហើយនិយាយទាំងអស់នេះដើម្បីឲ្យសមត្ថកិច្ចធ្វើការចាប់កូនដើម្បីឲ្យបានទៅនៅគុកជាមួយនឹងប្តីរបស់ខ្លួនដែលជាប្តីក្រោយទៀតនេះជាលើកទី1ដែលមីងខ្ញុំនិយាយតាមត្រង់ណាចាខ្ញុំអត់នេះទេឲ្យគេចាប់ទៅព្រោះអីខ្ញុំអធិរាវាធ្វើបាបខ្ញុំណាគោលបំណងមកនេះគឺចង់ឲ្យគេចាប់កូនអ្នកមីងនឹងដាក់គុកជាមួយប្តីហ្មងឲ្យគេចាប់ចុះវាធ្វើបាបខ្ញុំពេកអ្នកមីងធ្លាប់ឃើញដែរព័ត៌មានគេផ្សាយថាមានតារំលោភចៅមានតារំលោភកូនមានឪពុករំលោភកូនបកើតឲ្យសម្លាប់កូនបកើតខ្លួនឯងទៀតអ្នកមីងឃើញដែរធ្លាប់ឃើញចុះបើធ្លាប់ឃើញមិនអ្នកមីងជឿថាប្តីអ្នកមីងមិនបានធ្វើសកម្មភាពបៀតបៀនធ្វើទេយ៉ាងណាក៏ធ្វើដែរខ្ញុំជឿ 100% អត់ធ្វើចាមិនធ្វើយ៉ាងណាក៏ធ្វើដែរចាទោះយ៉ាងណាក៏ប្តីខ្ញុំមិនធ្វើអញ្ចឹងដែរខ្ញុំហ៊ានអះអាងចាខ្ញុំហ៊ានអះអាងយកជីវិតទៅធានាថាប្តីខ្ញុំអត់ធ្វើអញ្ចឹងទេចាសុខចិត្តជាប់គុកមួយប្តីបងជាប់គុកទៅព្រោះអីបើអាកូនដេរឆានបបាក់យ៉ាងនេះបាទអរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានជុំវិញរឿងរ៉ាវរបស់អ្នកមីងដែលជាម្ដាយរបស់ប្តីមានន័យថាកូនប្រុសរបស់គាត់នឹងត្រូវជាឪពុកបាទបង្កើតរបស់ចៅស្រីគាត់នេះបាទទាំងប្តីទាំងប្រពន្ធដែលជិះម៉ូតូពីខេត្តកំពង់ឆ្នាំងមកកាន់អង្គភាពព័ត៌មានរបស់ខ្ញុំទាំងយប់ដើម្បីឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយក្រោយពីគាត់ឈឺចាប់នៅពេលដែលគាត់បានប្តឹងប្តីចុងរបស់ម្ដាយគាត់នេះយកទៅដាក់គុកឲ្យម្ដាយគាត់បានគំរាមប៉ុនប៉ងបាទចាប់គាត់ដាក់គុកបាទឲ្យទៅជាប់គុកជាមួយនឹងប្តីរបស់គាត់ដែរអញ្ចឹងបានគាត់ឈឺចាប់ពេកគាត់បានមកសុំឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយដើម្បីផ្ដល់នៅយុត្តិធម៌ឲ្យគាត់ដែលកូនស្រីរបស់គាត់ដែលត្រូវជាចៅរបស់លោកយាយបាទត្រូវបានប្តីចុងរបស់លោកយាយនឹងធ្វើការបៀតបៀនក៏ដូចជាធ្វើសកម្មភាពបាទឥតគេខ្មាស់មួយចំនួនទៅលើចៅស្រីដែលទើបតែមានអាយុ5ឆ្នាំហ្នឹង